ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតហើយអញ្ចឹងយើងមកជួបជាមួយនឹងសាច់រឿងថ្មីមួយទៀតដែលកើតចេញមកពីភូមិខ្ញុំដូចគ្នាហ្នឹងហើយសាច់រឿងហ្នឹងគឺតាក់ទងជាមួយនឹងអាគមអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងជឿប៉ុន្តែរឿងហ្នឹងវាកើតឡើងពិតតែវាយូរហើយអ្នកទាំងអស់គ្នាវាជំនាន់មុនដោយសារខាងយាយខ្ញុំអីគាត់ជាអ្នកនិទានដែលខ្ញុំស្ដាប់អញ្ចឹងហ្នឹងហើយមានតាមួយហ្នឹងគឺគាត់ឈ្មោះប្រាជ្ញច័ន្ទអ្នកទាំងអស់គ្នាតាហ្នឹងគឺគាត់ពីដើមមុនសម័យខ្មែរក្រហមទៀតគឺគាត់ជាអ្នកលេងអាគមអានេះថាគាត់អ្នកខាងផ្លូវងឹតផ្លូវអីចឹងបែកគង់បែកអីចឹងណាអ្នកគ្នាហើយតាហ្នឹងគឺគាត់មានស្បែកគង់ហើយគាត់ក៏ជាមេចៅដ៏ធំនៅកាលជំនាន់នោះដែរអញ្ចឹងនៅមុនសម័យហ្នឹងគឺគាត់លួចសាហាវមែនតើអ្នកគ្នាហើយរហូតដល់មកសម័យខ្មែរក្រហមហើយគឺគាត់នៅតែធ្វើដោយសារចំនួនហ្នឹងគឺវាមិនទាន់ថាបាបអីរឹតបន្តឹងដូចសម័យយើងបច្ចុប្បន្នទេអញ្ចឹងនៅសម័យហ្នឹងគឺគាត់សាហាវអ្នកគ្នាជាអ្នកមេចៅខាងលួចក្បីលួចគោហ្នឹងប៉ុន្តែមកសម័យឥឡូវគឺដោយសារគាត់អត់កែគាត់នៅតែប្រព្រឹត្តទៅគឺគេចាប់ទៅដាក់គុកឲ្យហើយអ្នកខ្លះក៏គាត់ចាស់ទៅគាត់ឈឺស្លាប់អស់យ៉ាងទៅខ្ញុំនិយាយសាច់រឿងរបស់គាត់តែម្ដងគឺសាច់រឿងដែលលួចហ្នឹងគឺខាងគ្រួសារខ្ញុំក៏ធ្លាប់បាត់អស់ម៉ូតូមួយដែរម៉ូតូអាគុកជំនាន់ហ្នឹងអ្នកគ្នាដឹងហើយអ្នកមានអាគុកជំនាន់ហ្នឹងគឺអាចថាជាសទ្ធិស្រុកស្រែអ្នកគ្នាបាទមិនអួតទេប៉ុន្តែជំនាន់តាំងពី20-30ឆ្នាំមុននោះអ្នកគ្នាបាទហើយអញ្ចឹងនិយាយលួចគ្រួសារខ្ញុំគឺច្រើនដោយសារយាយខ្ញុំគាត់មានម៉ាយយូរដែរអញ្ចឹងអត់មានអ្នកគេថាអត់មានមនុស្សប្រុសអីមួមួនអីអ្នកប្រចាំការអញ្ចឹងគឺវាហានិភ័យដែរចំនួនហ្នឹងបាទគឺចោលសបូចោលលួចច្រើនតែមានថ្ងៃមួយហ្នឹងមានលោកតាម្នាក់ទៀតគឺគាត់ចង់សាកជាមួយលោកតាហ្នឹងលោកតាប្រាជ្ញច័ន្ទហ្នឹងគាត់ក៏បានបបួលគាត់ហ្នឹងទៅកាប់ដើមចេកដើម្បីយកមកហាន់ឲ្យជ្រូកអញ្ចឹងចំនួនហ្នឹងគឺគេចូលចិត្តកាប់ដើមចេកហើយហាន់ឲ្យជ្រូកដាក់លាយមួយកន្ទុកមួយអីចឹងណាគាត់ក៏នាំទៅកាប់ដើមចេកហើយគាត់ឲ្យលោកតាប្រាជ្ញច័ន្ទហ្នឹងគឺនៅចិត្តគាត់ដើម្បីគាត់ចង់សាកមើលអញ្ចឹងណាគាត់ចង់សាកល្បងអញ្ចឹងបន្ទាប់មកគាត់ក៏ធ្វើជាលៀសក្បិតណាគាត់ធ្វើជាលៀសក្បិតទៅគឺឲ្យត្រូវចំតាហ្នឹងគាត់ចង់ដឹងថាតាហ្នឹងពិតជាស្បែកគង់ពិតប្រកបអត់ស្រាប់តែគាត់កាប់ដើមចេកទៅក៏មកក្បិតដាច់ណាអ្នកគ្នាចំតាហ្នឹងតាលោកតាប្រាជ្ញច័ន្ទហ្នឹងហើយអត់មុតមែនអ្នកគ្នាអត់មុតមែនហើយលោកតាប្រាជ្ញច័ន្ទហ្នឹងក៏គាត់អត់ប្រកាន់នេះដែរព្រោះជួយយើងមិនដឹងព្រោះយើងកាត់ដើមចេកហ្នឹងគាត់អញ្ចឹងគាត់អត់ចាប់អារម្មណ៍ទេអត់ចាប់អារម្មណ៍ថាតាហ្នឹងគាត់ចង់សាកឬក៏អីទេដល់ពីពេលនោះមកក៏តាហ្នឹងក៏គាត់ដឹងថាលោកតាប្រាជ្ញច័ន្ទហ្នឹងគឺជាអ្នកមានអាគមមានស្បែកគង់អីចឹងហ្នឹងហើយនិយាយទៅចំនួននោះគឺសាហាវណាស់គ្នាលួចសាហាវប៉ុន្តែយើងធ្វើអីអត់បានទេដោយសារច្បាប់គេវាអត់សូវតឹងរឹងដូចឥឡូវហ្នឹងហើយពលីតាហ៊ានប៉ុអីក៏វាអត់សូវមានដូចឥឡូវដែរហ្នឹងហើយរហូតដល់ឥឡូវលោកតាគាត់បានស្លាប់បាត់ហើយបាទដោយសារដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងពេលដែលអានឹងអាចថាពេលដែលចាស់ទៅដាប់វិសាអាគមតាមហ្នឹងដោយសារគាត់ថាចាស់ហើយគាត់មិនដឹងធ្វើទៅធ្វើប្រព្រឹត្តអំពើអញ្ចឹងអីឬអីទៀតអីអញ្ចឹងណាគាត់វត្តគាត់បាយដែរអញ្ចឹងហើយគាត់ស្លាប់ដូចជាតុងឆ្នាំ2017ដែរអ្នកគ្នាខ្ញុំមិនចាំឆ្នាំទេនេះខ្ញុំនិយាយខុសអីសូមអធិស្ឋានហ្នឹងហើយសាច់រឿងរបស់គាត់មានតែកណ្ដឹងទេអញ្ចឹងខ្ញុំមិនដឹងថាភូមិអ្នកនរគ្នាលោកមានអញ្ចឹងអត់ទេប៉ុន្តែនៅភូមិខ្ញុំគឺមានច្រើនដែររបៀបថាចោលពីជំនាន់ដើមអញ្ចឹងទៅគេអត់ទាន់ធ្វើអីអញ្ចឹងណាគេចាប់បានអញ្ចឹងព្រោះបច្ចុប្បន្នគាត់អត់ទាន់ធ្វើអីប៉ុន្តែបច្ចុប្បន្ននេះមានអ្នកខ្លះគាត់វាថាគាត់ខានយូរទៅគាត់វាអានេះដូចគេថាអញ្ចឹងណាបោះដែលយើងធ្លាប់ធ្វើអញ្ចឹងដល់ពេលអត់ធ្លាប់ទៅវាមកដៃមកជើងអញ្ចឹងហ្នឹងហើយប៉ុន្តែក៏គេចាប់បានដែរចាប់បានដូចជានៅពូម្នាក់ហ្នឹងគឺឥឡូវគាត់នៅជាប់ក្នុងគុកនៅឡើយទេដោយសារគាត់លួចម៉ូតូគេបាទហើយដូចជាអ្នកផ្សេងទៀតដូចជាឥឡូវបាត់ដំណឹងទៅហើយអ្នកខ្លះក៏រត់ទៅស្រុកផ្សេងឯឆ្ងាយអស់អញ្ចឹងបាទហ្នឹងហើយសាច់រឿងដូចជាមានតែប៉ុណ្្នឹងទេបើខុសឆ្គងអីក៏សូមអធិស្ឋានដែរបាទសូមអរគុណសូមជម្រាបលា